ព្រះមហាធិរាជទ្រង់ទតយល់នាងសែមសាលនីហារាក៏ទ្រង់សប្បាយព្រះរាជហឫទ័យជាពន្លឹកទ្រង់មានព្រះរាជអង្គការថាក្រោកឡើងនាងរួចចូលចិត្តមកយើងមានសេចក្តីនឹករលឹកដល់នាងពេកណាស់នឹងមិនឲ្យឃើញមុខនាងក្នុងថ្ងៃនេះពុំបានឡើយមានព្រះរាជអង្គការយ៉ាងនេះហើយទ្រង់ក៏ចាប់ដឹកដៃនាងសែមសាលនីហារាបណ្ដើរទៅរួចទ្រង់មានព្រះរាជអង្គការផ្អែមពីរោះថ្នមចិត្តនាងជាហូរហែមិនដាច់ឡើយព្រះរាជាទ្រង់ស្ដេចគង់នៅលើវប្រាក់ដែលនាងសែមសាលនីហារាឲ្យយកមករៀបថ្វាយគង់នាងសែមសាលនីហារាអង្គុយនៅលើកៅអីមួយនៅពីមុខព្រះរាជាឯចំណែកស្រី20នាក់ទៀតនោះអង្គុយនៅលើកៅអីដុំកង់ជុំវិញព្រះរាជានិងនាងសែមសាលនីហារាពួកក្រុមវាំងកាន់ទៀនទៅតម្រៀបបណ្ដាក់គ្នានៅក្នុងសួនដើម្បីឲ្យព្រះរាជាទ្រង់រំហើយព្រះអង្គកំសាន្តសប្បាយក្នុងព្រះហឫទ័យលុះព្រះរាជាទ្រង់គង់សុខស្រួលបួលហើយទ្រង់ទតសពជុំវិញព្រះអង្គទតឃើញភ្លើងភ្លឺប្រងព្រាតពេញក្នុងសួនជាទីគប់ព្រះរាជហឫទ័យពន់ពេកប៉ុន្តែលុះទ្រង់ទតទៅឃើញទ្វារនានានៃបន្ទប់មូលនោះបិទជិតទាំងអស់ទ្រង់នឹកឆ្ងល់ក្នុងព្រះរាជហឫទ័យទ្រង់ក៏បំរុងមានព្រះរាជអង្គការសួរគេប៉ុន្តែទ្រង់មិនទាន់មានព្រះបន្ទូលសួរផងស្រាប់តែទ្វារនិងបង្អួចនៃបន្ទប់មូលទាំងនោះបើកយ៉ាងធំព្រមគ្នាឡើងព្រះរាជាទ្រង់ទតទៅឃើញទាំងក្នុងបន្ទប់ទាំងក្រៅបន្ទប់នោះមានភ្លើងភ្លឺល្អប្រងព្រាតពុំមានកន្លែងណាងងឹតឡើយខុសពីកាលដែលទ្រង់មកពីលើកមុននោះគេរៀបចំធ្វើយ៉ាងនេះដើម្បីឲ្យព្រះរាជាទ្រង់ឆ្ងល់ហើយទ្រង់សប្បាយរីករាយក្នុងព្រះទ័យផងលុះទតឃើញការនេះសពគ្រប់ហើយទ្រង់មានព្រះរាជអង្គការថាអើសែមសាលនីហារាស្រីស្រស់ឆោមឆើតអើយយើងដឹងចិត្តនាងហើយនាងចង់ធ្វើឲ្យយើងឃើញសុភនិមិត្តនៃយុគនេះគឺជាយុគទេតែភ្លឺត្រជះត្រចង់ល្អសប្បាយជាងពេលថ្ងៃទៅទៀតការដែលយើងបានឃើញក្នុងវេលាយុគនេះយើងមិនអាចនឹងប្រកែកនឹងនាងបានឡើយសូមព្រះករុណាព្រះរាជានុញ្ញាតឲ្យខ្ញុំម្ចាស់ឈប់ស្លេះរឿងនេះត្រឹមនេះសិនខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំទូលអំពីព្រះអង្គម្ចាស់ពែនិងអេបណថាហេដែលនៅក្នុងបន្ទប់របៀងនោះវិញអេបណថាហេនឹកកោតសរសើរគ្មានឈប់ឈរអស់ទាំងរបស់ដែលគាត់បានលបមើលឃើញទាំងប៉ុន្មានហើយលាន់មាត់ស្រដីថាទូលព្រះបង្គំក៏ពុំមែននៅក្មេងទេទូលព្រះបង្គំធ្លាប់បានឃើញបុណ្យដែលធ្វើជាឱឡារិកមកហើយប៉ុន្តែពុំដែលបានឃើញបុណ្យណាសប្បាយចម្លែកនិងថ្លៃថ្នូរអធិកអធមដូចនៅទីនេះទេវាំងប្រាសាទរាជដ្ឋានដែលប្រកបដោយអច្ឆរិយភាពយ៉ាងណាដែលធ្លាប់ឮគេនាំមកនិយាយក៏សឹងតែពុំសប្បាយរីករាយដល់ទីនេះទេចុះសម្បូរនៅភោគទ្រព្យអ្វី
ก็សម្បូរម្លេះចុះគួរឲ្យសម្បើមអស់ចាវ័យក៏សម្បើមម្លេះកាលឃើញនឹងមង្សចក្ខុនៅទស្សនារម្មណ៍ព្រះអង្គម្ចាស់ពែមិនបានគិតដល់វត្ថុទាំងនោះសោះដែលនាំឲ្យអេបណថាហេនឹកសប្បាយរីករាយជាពលឹកនោះឡើយព្រះនេត្រទ្រង់តតជាប់តែនឹងនាងសែមសាលនីហារាហើយទ្រង់មានសេចក្តីតូចព្រះទ័យក្តុកក្តួលទោមនស្សឈឺចាប់ឥតឧបមាដោយទ្រង់តតឃើញព្រះរាជាគង់នៅជិតនាងទ្រង់មានព្រះបន្ទូលទៅកាន់អេបណថាហេថាណែអេបណថាហេសំឡាញ់អើយធ្វើម្ដេចណទើបព្រះអាទិទេពទ្រង់ប្រោសមេត្តាយើងខ្ញុំឲ្យចិត្តគំនិតខ្ញុំមានអិសរភាពដូចជាអ្នកផងដែលគេមើលឃើញតែវត្ថុល្អប្រសើរគួរឲ្យអស្ចារ្យអោកម្មអើយចិត្តខ្ញុំខុសពីអ្នកស្រឡះថេងរបស់ល្អប្រសើរទាំងអំបាលម៉ាននេះនាំឲ្យខ្ញុំរឹតតែមានទុក្ខទ្វេឡើងទៀតខ្ញុំមិនអាចនឹងមើលព្រះរាជាគង់នៅជាមួយស្ត្រីដែលជាទីស្រឡាញ់ពេញចិត្តស្មើជីវិតរបស់ខ្ញុំបានឡើយព្រោះវានាំឲ្យកើតទុក្ខឈឺផ្សាក្រៀមក្រំក្នុងចិត្តឥតឧបមាអោខ្លួនខ្ញុំអាភ័ព្វអ្វីម្លេះម្ដេចឡើយក៏មានសត្រូវប្រកបដោយឫទ្ធិអំណាចចេស្តាយ៉ាងនេះមកបៀតបៀនដល់សេចក្តីស្នេហាដ៏បរិសុទ្ធរបស់ខ្ញុំយ៉ាងដូចនេះអោព្រះអាទិទេពម្ចាស់ថ្លៃអើយកម្មព្រេងរបស់ខ្ញុំអ្វីក៏ចម្លែកហើយសែនអាក្រក់អីម្លេះខ្ញុំទៅតែនឹងបានសប្បាយអំបាញ់មិញបន្តិចសោះជាមួយនឹងគូសង្សារឆោមឆើតក្នុងលោកនៅគ្រាឥឡូវនេះខ្ញុំយល់ហាក់ដូចជាគេចាក់ខ្ញុំត្រូវបេះដូងដែលនាំឲ្យខ្ញុំស្លាប់ទាំងស្រស់ដូចនេះអេបណថាហេសំឡាញ់ខ្ញុំធន់ទ្រាំនៅទីនេះតទៅទៀតពុំបានទេសេចក្តីឈឺចាក់ដោតខ្ញុំមិនឲ្យខ្ញុំមានសេចក្តីក្លាហានធន់ទ្រាំតស៊ូទៅទៀតបានឡើយលុះមានបន្ទូលបានត្រឹមនេះហើយទ្រង់តតទៅឃើញមានអ្វីប្លែកនៅក្នុងសួនទ្រង់ក៏ឈប់មានព្រះបន្ទូលហើយខំប្រឹងតតឲ្យច្បាស់ចំណែកព្រះរាជាទ្រង់ត្រាស់បង្គាប់ទៅស្រីម្នាក់ដែលអង្គុយគាល់នៅជិតព្រះអង្គឲ្យច្រៀងជាមួយនឹងភ្លេងពិណស្រីនោះក៏ច្រៀងអំពីសេចក្តីស្នេហាយ៉ាងស្មោះស្ម័គ្រព្រះរាជាក៏ទ្រង់ស្វែងយល់ថាទំនុកច្រៀងនេះប្រកាសជានាងសែមសាលនីហារាបង្គាប់ឲ្យច្រៀងថ្វាយទ្រង់ព្រះសណ្ដាប់ដូចសពដងទ្រង់ក៏យល់ឃើញដោយចំណែកទ្រង់ទៅប៉ុន្តែតាមសេចក្តីពិតនាងសែមសាលនីហារាមិនបានបង្គាប់ឲ្យច្រៀងទំនុកនេះថ្វាយព្រះរាជាទេហើយសេចក្តីនៃទំនុកចម្រៀងនេះក៏មិនមែនតាក់ទងដល់ព្រះរាជាឡើយគឺជាទំនុកលែបខាយថ្វាយព្រះអង្គម្ចាស់អាលីអេបណបេកាដែលជាគូសង្សារស្មើជីវិតរបស់នាងទេលុះនាងឮដូច្នេះហើយនាងក៏មានសេចក្តីឈឺចាប់ក្នុងដួងចិន្តាយ៉ាងពន្លឹកដោយមិនឃើញគូសង្សារដែលនាងស្នេហានៅចំពោះមុខត្រឡប់ជាឃើញតែព្រះរាជាដែលនាងឥតចិត្តស្នេហានឹងធន់ទ្រាំមើលតទៅទៀតពុំបានក្រៀមក្រំខ្លោចផ្សាក្នុងចិន្តាខ្លាំងណាស់នាងក៏ដួលសន្លប់ផ្ងាទៅក្រោយទៅលើកៅអីដែលគ្មានបង្អែកនាងហៀបតែនឹងដួលធ្លាក់ពីលើកៅអីទៅហើយជួនជាមានស្ត្រីឯទៀត
ដែរនៅចិត្តនោះស្ទុះមកត្របីត្រកងតាន់ហើយលើកយកចូលទៅក្នុងបន្ទប់មូលអែបណាក់ថាហេដែលនៅក្នុងបន្ទប់របៀងបានលបមើលឃើញរឿងរ៉ាវទាំងនេះសពគ្រប់ហើយក៏ងាកទៅរកព្រះអង្គម្ចាស់ពាដែលគិតស្មានថាទ្រង់លបមើលតាមបង្អួចដូចខ្លួនដែរអែបណាក់ថាហេក្រឡេកមើលទៅស្រាប់តែឃើញព្រះអង្គម្ចាស់ពាដួលសន្លប់នៅចិត្តជើងខ្លួននិងថ្កល់គ្មានកំរើកព្រះអង្គបន្តិចឡើយអែបណាក់ថាហេគិតថានេះមកអំពីអានុភាពនៃសេចក្តីប្រតិព័ទ្ធស្នេហានៃព្រះអង្គម្ចាស់ពាទៅលើនាងសែមសែលនីហារាខ្លាំងក្លាណាស់លុះគិតដូច្នេះហើយក៏មកអង្គុយកោតសេចក្តីស្នេហារបស់គូសង្សារទាំងពីរនេះដែលនាំខ្លួនឲ្យមានសេចក្តីព្រួយស្ទើរខ្សែជីវិតដោយគិតឃើញថាទីកន្លែងនេះជាទីប្រកបដោយភយន្តរាយផងអែបណាក់ថាហេខំប្រឹងជួយឧបត្ថម្ភឲ្យព្រះអង្គម្ចាស់ពាបានដឹងព្រះអង្គឡើងតែឥតបានការសោះអែបណាក់ថាហេកំពុងតែកើតទុក្ខធុញថប់តប់ប្រមល់ឥតស្រាកសោះនោះស្រាប់តែនាងទាសីជំនិតបើកទ្វារសស្លាក់សស្លើតចូលមកប្រាប់ថាអញ្ជើញមកឆាប់ឡើងខ្ញុំនឹងនាំចេញទៅពេលនេះគេកំពុងតែវឹកវរជ្រួលច្របល់ណាស់ហើយខ្ញុំយល់ថាយើងមុខជានឹងស្លាប់ទាំងអស់គ្នាក្នុងថ្ងៃនេះមិនខានអែបណាក់ថាហេឆ្លើយថាចុះឲ្យខ្ញុំទៅទីណាទៅរួចខ្លួននាងអាណិតចូលមកចិត្តជួយមើលព្រះអង្គម្ចាស់ពានេះបន្តិចលុះនាងទាសីឃើញព្រះអង្គម្ចាស់ពាទ្រង់សន្លប់ដូច្នោះក៏រត់ម្នីម្នាទៅយកទឹកបានមកមួយរំពេចព្រះអង្គម្ចាស់ពាក៏បានដឹងព្រះអង្គដោយគេយកទឹកមកលាបព្រះភ័ក្ត្រអែបណាក់ថាហេទូលភ្លាមថាទ្រង់នឹងទូលព្រះបង្គំមកជាមានភយន្តរាយដល់ជីវិតដោយយើងខំបងអង្គទ្រាំនៅទីនេះបន្តិចទៅទៀតសូមទ្រង់ខំប្រឹងរត់ចេញពីទីនេះឲ្យបានឆាប់រហ័សព្រះអង្គម្ចាស់ពាអស់ប្រកាយពលពន់ពេកពុំអាចក្រោកតែមួយព្រះអង្គឯងរួចឡើយអែបណាក់ថាហេនិងនាងទាសីក៏ជួយគ្រាទាំងសងខាងហើយនាំគ្នាដើរទៅដល់ទ្វារតូចមួយដែលចេញទៅដល់មាត់ទន្លេទីគ្រីជនទាំងនោះនាំគ្នាចេញរហូតទៅដល់ព្រែកមួយដែលហូរចាក់ទន្លេនេះនាងទាសីជំនិតក៏ទះដៃឡើងដោយត្រេកអរហើយបានឃើញមានទូកតូចមួយនិងអ្នកអ៊ំម្នាក់អ៊ំចូលមកអាលីអែបណាក់បេកានិងអែបណាក់ថាហេក៏នាំចុះជិះទូកនោះទៅនៅតែនាងទាសីនៅឈរលើមាត់ព្រែកលុះព្រះអង្គម្ចាស់ពាបានគង់លើទូកសពស្រួលហើយព្រះហស្តម្ខាងទ្រង់ចង្អុលទៅវាំងព្រះហស្តម្ខាងទៀតទ្រង់ខ្ទប់ព្រះឱរាហើយខំស្រែកតែឮសូរខ្សៅថាអោមាសប្រលឹងបងអើយចូលអូនមកទទួលយកដួងវិញ្ញាណរបស់បងដែលមានចិត្តស្នេហាគ្មានឃ្លាតមួយពេលវេលាណាសោះអ្នកអ៊ំទូខំអ៊ំអស់ទំហឹងនាងទាសីជំនិតដើរជូនដំណើរតាមមាត់ព្រែករហូតទាល់តែទូកចូលទៅក្នុងទន្លេទើបត្រឡប់មកវិញព្រះអង្គម្ចាស់ពានៅតែអស់ព្រះកាយពលទន់ខ្សោយយ៉ាងខ្លាំងដដែល
អែបណាក់ថាហេនិយាយលួងលោមឲ្យទ្រង់ខំប្រឹងប្រែងឡើងគាត់ទូលថាសូមទ្រង់ព្រះមេត្តាប្រោសសូមទ្រង់គិតមើលចោះផ្លូវឡើងពីទូកទៅផ្ទះទូលព្រះបង្គំនោះឆ្ងាយគួរសមដែរចិត្តទូលព្រះបង្គំមិនចង់នាំទ្រង់ទៅដំណាក់ទ្រង់ទេព្រោះដំណាក់ទ្រង់នៅឆ្ងាយជាងផ្ទះទូលព្រះបង្គំហើយទ្រង់ក៏ទៅពុំរួចដែរដោយអស់ព្រះកាយពលតុនព្រះអង្គយ៉ាងនេះម្យ៉ាងទៀតទូលព្រះបង្គំខ្លាចក្រែងទៅប្រទះពួកកងក្រវ៉ែលផងជនទាំងពីរក៏ឡើងពីទូកមកប៉ុន្តែព្រះអង្គម្ចាស់ពាំងអស់ព្រះកាយពលពន់ពេកតុនព្រះជង្ឃាយាបាទាទៅមុខពុំរួចនាំឲ្យអែបណាក់ថាហេមានសេចក្តីព្រួយបារម្ភក្នុងចិត្តឥតឧបមាតែជួនជានឹកឃើញថាគាត់មានសម្លាញ់ម្នាក់នៅចិត្តទីនេះដែរមិត្តគាត់ក៏ទទួលជនទាំងពីរដោយរីករាយរាក់ទាក់ហើយក៏ដណ្ដឹងសួរថាតើមកអំពីណាដល់យប់ជ្រៅម្លេះអែបណាក់ថាហេឆ្លើយប្រាប់ថាកាលពីវេលាល្ងាចខ្ញុំបានដឹងថាមនុស្សម្នាក់ដែលជំពាក់ប្រាក់ខ្ញុំជាច្រើនមានសេចក្តីប្រាថ្នានឹងធ្វើដំណើរទៅស្រុកឆ្ងាយអស់កាលយូរណាស់ផងទើបខ្ញុំម្នីម្នាទៅរកទាប្រាក់ពីរនាក់នោះលុះទៅដល់ពាក់កណ្ដាលផ្លូវខ្ញុំបានជួបប្រទះនឹងលោកនេះដែលធ្លាប់មានគុណលើខ្ញុំជាអាណែកលោកស្គាល់ទីកន្លែងលំនៅរបស់អ្នកជំពាក់ប្រាក់ខ្ញុំហើយក៏ជូនខ្ញុំទៅរកអ្នកនោះយើងទាំងពីរនាក់មានសេចក្តីលំបាកជាពុនពេកទំរាំនិយាយឲ្យមនុស្សនោះព្រមសងប្រាក់មកខ្ញុំវិញដល់ត្រឡប់មកវិញមកដល់មិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកជំពាក់ប្រាក់នោះស្រាប់តែលោកចិត្តល្អនេះកើតពុំស្រួលក្នុងខ្លួនមួយរំពេចហេតុនេះហើយបានជាខ្ញុំប្រថុយមកហៅអ្នកយាមទ្វារជាសំឡាញ់ខ្ញុំមានសេចក្តីត្រេកអរជាទីបំផុតបើសំឡាញ់មានសេចក្តីសប្បុរសជួយសង្គ្រោះឲ្យបានស្នាក់នៅផ្ទះនេះក្នុងវេលាយប់នេះសំឡាញ់របស់អែបណាក់ថាហេក៏ជឿជាក់ឥតសង្ស័យហើយក៏មានសេចក្តីត្រេកអររាក់ទាក់ដល់ភ្ញៀវជួយឈឺឆ្អាលសួរក្រែងត្រូវការរោគពេទ្យមកប៉ុន្តែអែបណាក់ថាហេឆ្លើយជំនួសព្រះអង្គម្ចាស់ពាភ្លាមថាចាំបាច់រោគពេទ្យមកឬថ្នាំអ្វីទេរោគនេះមានមកពីការមិនបានសម្រាកហើយឥឡូវនេះគ្រាន់តែបានសម្រាកប៉ុណ្ណោះស្រួលហើយតាមសម្ដីនេះមិត្តអែបណាក់ថាហេយល់ថាជនទាំងពីរត្រូវការសម្រាកខ្លួនទើបនាំចូលទៅក្នុងបន្ទប់មួយឲ្យសម្រាកកាយតាមសប្បាយព្រះអង្គម្ចាស់ពាទ្រង់ផ្ទុំពុំសូវលក់សោះទ្រង់សុបិនមកមើលមកមាយឃើញតែនាងសែមសែលនីហារាដួលសន្លប់នៅចិត្តព្រះបាទព្រះរាជាឬទ្រង់សុបិនឯទៀតដែលធ្វើឲ្យទ្រង់មានទុក្ខទោមនស្សឬផិតភ័យរន្ធត់អែបណាក់ថាហេទន្ទឹងចង់តែទៅដល់ផ្ទះឆាប់ព្រោះគាត់ដឹងច្បាស់ថាគ្រួសាររបស់គាត់ព្រួយបារម្ភជាខ្លាំងដោយបាត់រូបគាត់ពុំឃើញទៅផ្ទះសោះព្រោះគាត់ពុំដែលដើរចោលផ្ទះក្នុងវេលាយប់ណាមួយឡើយដូច្នេះគាត់ក៏លាម្ចាស់ផ្ទះនៅវេលាដែលគេក្រោកថ្វាយបង្គំព្រះអាទិទេព
តាំងពីព្រលឹមងងឹតវេលាទៅដល់ផ្ទះព្រះអង្គម្ចាស់ព្រះស្ទុះទៅផ្ដួលព្រះអង្គទុំនៅលើកៅអីវែងអស់ព្រះកាយពលជាពុនពេកដោយទ្រង់ខំស្ដេចជាងមកតាមផ្លូវអែបណថាហេឲ្យគេរៀបចំបន្ទប់មួយថ្វាយព្រះអង្គម្ចាស់ព្រះដោយទ្រង់ទៅកាន់ដំណាក់ទ្រង់ពុំទាន់រួចគាត់ប្រើមនុស្សឲ្យទៅថ្វាយដំណឹងដល់ព្រះរាជវង្សរបស់ព្រះអង្គម្ចាស់ព្រះខ្លាចក្រែងមានសេចក្តីភរីព្រួយដោយបាត់ពុំឃើញទ្រង់ត្រឡប់ទៅដំណាក់វិញគាត់អង្វរព្រះអង្គម្ចាស់ព្រះថាសូមឲ្យទ្រង់សម្រាកសិនហើយសូមឲ្យទ្រង់ទុកផ្ទះគាត់ដូចដំណាក់របស់ទ្រង់ដែរឲ្យទ្រង់ធ្វើតាមសពព្រះហឫទ័យបានទាំងអស់ព្រះអង្គម្ចាស់ព្រះឆ្លើយតបវិញថាខ្ញុំសូមទទួលយកសេចក្តីគួរសមរាក់ទាក់របស់អ្នកដោយស្មោះអស់ពីពោះខ្ញុំទុកផ្ទះរបស់អ្នកដូចជាផ្ទះរបស់ខ្ញុំដែរខ្ញុំយល់ឃើញថាអ្នកស្មោះស្ម័គ្រនឹងខ្ញុំប្រកបមែនទើបខ្ញុំហ៊ាននៅបើខ្ញុំពុំឃើញដូច្នោះទេខ្ញុំក៏ពុំហ៊ាននៅឲ្យរំខានចិត្តអ្នកដែរលុះអែបណថាហេមានពេលទំនេរហើយគាត់ក៏និយាយប្រាប់គ្រួសារគាត់អំពីរឿងរ៉ាវព្រះអង្គម្ចាស់ព្រះនិងគាត់ទាំងអំបាលណានដែលបណ្ដាលកើតមាននៅក្នុងវាំងដល់និយាយចប់កាលណាគាត់ក៏និយាយអរគុណដល់ព្រះអាទិទេពជាម្ចាស់ដែលទ្រង់បានជួយប្រោះប្រានគាត់ឲ្យផុតអំពីគ្រោះថ្នាក់ទាសានៃព្រះអង្គម្ចាស់ព្រះក៏មកផ្ទះអែបណថាហេក្រែងទ្រង់មានការប្រើប្រាស់អ្វីក្រោយមកពួកមិត្តសម្លាញ់ព្រះអង្គម្ចាស់ព្រះនាំគ្នាមកសួរទ្រង់នៅផ្ទះអែបណថាហេជាច្រើនហើយមកនៅកំដរអស់ពេលជាយូរក្រែដែរការដែលមិត្តភក្តិទៅមកកំដរសួរដូច្នេះពិតមែនតែមិនអាចបណ្ដោះទុកព្រះអង្គម្ចាស់ព្រះបានទេប៉ុន្តែនាំឲ្យធូរស្បើយរំហើយទុកមួយគ្រាបានដែរទ្រង់លាអែបណថាហេទៅដំណាក់នៅវេលាល្ងាចប៉ុន្តែអ្នកនេះយល់ឃើញថាទ្រង់នៅពុំទាន់មានព្រះកាយពលស្រួលបួលនៅឡើយក៏ខាត់សុំឲ្យទ្រង់រងចាំដល់ស្អែកឡើងសឹមស្ដេចជាងទៅអែបណថាហេចង់ឲ្យព្រះអង្គម្ចាស់ព្រះកំសាន្តព្រះតីស្បើយទុកក៏ចាត់ចែងឲ្យគេមកច្រៀងលេងភ្លេងនៅវេលាល្ងាចប៉ុន្តែការនេះមិនអាចធ្វើបន្លប់ទុកបានត្រឡប់បែរជាឲ្យកើតទុក្ខរឹតតែខ្លាំងឡើងដោយទ្រង់នឹកឃើញដល់យប់មុនដែលទ្រង់បានប្រសាលនៅដំណាក់នាងសែមសាលនីហារ៉ាលុះអែបណថាហេបានឃើញដូច្នេះហើយក៏មិនហ៊ានខាត់ទទឹងបំណងរបស់ព្រះអង្គម្ចាស់ព្រះដែលចង់ត្រឡប់ទៅដំណាក់វិញនោះគាត់ក៏រៀបចំខ្លួនគាត់ឲ្យគេសែងស្ដេចទៅហើយគាត់ក៏ដើរជូនព្រះអង្គម្ចាស់នោះទៅរហូតដល់ដំណាក់នៅឱកាសដែលនៅស្ងាត់តែពីរនាក់គាត់ទូលមានព្រះអង្គម្ចាស់ព្រះសូមឲ្យទ្រង់ខំអត់សង្កត់សេចក្តីស្នេហាដែលមុខជាមិនបានផលល្អបន្តិចដល់ទ្រង់នឹកដល់នាងសែមសាលនីហារ៉ាឡើយទ្រង់ស្រែកឡើងថាអោអែបណថាហេសម្លាញ់អ្នកប្រដៅខ្ញុំជាការងាយទេប៉ុន្តែខ្ញុំពិបាកនឹងធ្វើតាមពាក្យរបស់អ្នកណាស់ខ្ញុំដឹងជាក់ថា
ពាក្យទូលមានអ្នកល្អណាស់តែខ្ញុំប្រឹងធ្វើតាមពុំកើតខ្ញុំបាននិយាយរួចមកហើយថាខ្ញុំស៊ូតែទ្រាំអោបយកសេចក្តីស្នេហាចំពោះនាងសែមសាលនីហារ៉ារហូតដល់ស្លាប់លុះអែបម៉ាក់ថាហេយល់ឃើញថាជាការឥតប្រយោជន៍ទើបគាត់ថយចេញពីព្រះអង្គម្ចាស់ពះគិតត្រឡប់ទៅផ្ទះវិញប៉ុន្តែព្រះអង្គម្ចាស់ពះខាត់គាត់ថាអែបណាក់ថាហេសូមគុំឲ្យអ្នកអន់ចិត្តនឹងខ្ញុំដែលថាខ្ញុំធ្វើតាមអ្នកមិនកើតនោះសូមគុំឲ្យអ្នកចោទខ្ញុំជាឧក្រិដ្ឋទោសហើយសូមឲ្យអ្នកនៅតែរាប់អានជួយសង្គ្រោះខ្ញុំជាដរាបរៀងទៅបើអ្នកបានដំណឹងអ្វីពីនាងសែមសាលនីហារ៉ាដួងជីវ៉ារបស់ខ្ញុំសូមឲ្យអ្នកមេត្តានាំដំណឹងនោះមកប្រាប់ខ្ញុំផងខ្ញុំមានសេចក្តីបារម្ភដល់នាងណាស់ដោយឃើញនាងសន្លប់នាំឲ្យខ្ញុំគ្មានកម្លាំងទន់អស់ទាំងខ្លួនយ៉ាងដូចនេះអែបណថាហេទូលថាសូមទ្រង់ព្រះមេត្តាប្រោសសូមឲ្យទ្រង់ជ្រាបចោះថានាងមុខជាមិនមានគ្រោះថ្នាក់អ្វីជាខ្លាំងដល់ជីវិតឡើយហើយនាងទាស័យជំនិតមុខជានឹងមកប្រាប់រឿងរ៉ាវទូលព្រះបង្គំមិនខានបើទូលព្រះបង្គំបានដំណឹងពីនាងកាលណាទូលព្រះបង្គំនឹងថ្វាយដំណឹងដល់ទ្រង់មិនខានឡើយ